ជុំរេសុបម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបពេលយើងបង្កើត Gmail ហើយពេលយើងដែលយើង log ជាមួយនឹងលេខទូរស័ព្ទហើយប៉ុន្តែវាឲ្យតែបានមួយថ្ងៃឬក៏2ថ្ងៃវាតែតែឡើងអញ្ចឹងបងប្អូនហើយចំពោះការឡើងអញ្ចឹងគឺយើងមិនចាំលើបង្កើត Gmail ថ្មីអីទេគ្រាន់ថាយើងដើម្បីបញ្ជាក់ថាយើងមិនមែនជាទៅលើមនុស្សយន្តអីបង្កើតទេព្រោះអី Gmail ហ្នឹងគឺឥឡូវគឺយើងពិបាកបង្កើតមែនតើគឺតម្រូវយើង log ជាមួយលេខទូរស័ព្ទម្ដងទៀតទោះបីយើង log ជាមួយលេខទូរស័ព្ទហើយ verify ជាមួយលេខទូរស័ព្ទហើយក៏វានៅតែឡើងអញ្ចឹងដែរអញ្ចឹងគឺទី1អាសំខាន់ជាងគេពេលដែលវាឡើងអញ្ចឹងគឺទី1គឺយើងត្រូវចាំជាមួយនឹងលេខកូដវាលេខកូដអា password ឲ្យ Gmail ហ្នឹងគឺយើងតម្រូវយើងចាំគឺអត់ឲ្យភ្លេចទេហើយចំពោះការយើងចូលទៅហ្នឹងគឺអត់មានអីពិបាកទេហើយចំពោះទៅលើ Android ឬក៏ទៅលើ iOS វាគឺដូចតែគ្នាទេបងប្អូនហើយចំពោះ Android គឺយើង Gmail ហ្នឹងគឺសំខាន់មែនតើបើយើងអត់ Gmail ហ្នឹងគឺ YouTube អីក៏យើងមើលអត់បានហើយដោយអានេះអញ្ចឹងគឺទៅលើ Play Store ក៏យើងប្រើអត់បានដែរអញ្ចឹងទី1ដែលយើងត្រូវចូលទៅ verify ជាមួយនឹងលេខទូរស័ព្ទម្ដងទៀតអញ្ចឹងគឺយើងចុចទៅលើវាមកហើយតែយើង verify ម្ដងហើយទៀតគឺវានឹងលែងខូចបងប្អូនគឺយើងប្រើបានហូតមកគឺយូរមែនតើគឺអានេះប្រើបើយើងអត់ផ្លេច Gmail ឬក៏អត់អីទេគឺយើងប្រើបានរហូតហើយវាចេញអញ្ចឹងហើយគឺយើងចុចបន្ទាប់មកភាសានេះវាថាបញ្ជាក់ថាយើងបញ្ជាក់ថាអ្នកមិនមែនជាមនុស្សយន្តអញ្ចឹងគឺយើងចុចគ្រីសមកហើយដើម្បីឲ្យយើងនេះគឺវាឲ្យរៀងរើសនេះគេដាក់រូបនេះអក្សរនេះឡានក្រុងអញ្ចឹងយើងចុចទៅលើរូបដែលមានឡានក្រុងហ្នឹងនេះឡានក្រុងគឺយើងចុចទៅលើឡានក្រុងបានបងប្អូនមកយើងមើលថានៅមានឡានក្រុងអត់បើថាអត់ទេយើងចុចផ្ទៀងផ្ទាត់មកនេះបានណាប៉ុន្តែបើយើងចុចខុសវាគឺវានឹងឲ្យយើងចុចរហូតដល់ចុចឲ្យយើងត្រូវហើយយើងចុចហើយវាគ្រីអញ្ចឹងគឺយើងទៅបន្តទៀតមកនេះបងប្អូនគឺវាតម្រូវយើងបាយលេខកូដទៅលើ Gmail ហ្នឹងហើយចំពោះលេខកូដដែលយើងបង្កើតវាគឺអត់មានអីពិបាកទេបងប្អូនគឺយើងវាយតែលេខកូដនឹងយើងមកហើយចាំទេបងប្អូនរៀងចាំងថ្ងៃទី1 2 3 4 5អត់ត្រូវទេម្ដងទៀតដោយសារខ្ញុំបង្កើតពីសល់មិញនឹងថាបង្កើតវាយខុសនេះលេខកូដគឺយើងវាយអាលេខកូដហ្នឹងនិយាយទៅគឺចាំទេបងប្អូនដោយសារខ្ញុំភ្លេចមិនដឹងថាលេខកូដហ្នឹងដាក់មកនេះ1 2 3 4 5យើងដាក់លេខកូដហ្នឹងអត់ត្រូវតែចេញខុសនេះយើងត្រូវមិញខ្ញុំវាយលេខកូដខុសអត់ចាំហើយដល់វាចេញបែបហ្នឹងហើយគឺយើងតម្រូវយើងផ្ទៀងផ្ទាត់ជាមួយនឹងលេខទូរស័ព្ទដែលយើងមែននិយាយទៅគឺលេខដែលយើងប្រើគឺយើងយកមកវាយមកហើយចំពោះខ្ញុំផ្លេចលេខខ្លួនឯងមកទៅឆែកមើលបងប្អូនយ៉ាងចាំងថ្ងៃទីអាចនឹងពិបាកមើលបន្តិចប៉ុន្តែអត់អីទេយើងឆែកលេខមកកាយ1202ត្រង់ជ្រុងនេះគឺចំពោះការឆែកលេខហើយយើងចុចមកដោយសារ SIM មួយគឺវាអត់ឡើងសេវាទេឡើងតែ SIM មួយអញ្ចឹងគឺលេខហ្នឹងនេះលេខរបស់ខ្ញុំនេះ081 88យើងថយមកយើងវាយជាមួយនឹងនេះម្ដងទៀតច្រឡំអូចេញមកដែរបងប្អូនដោយសារចុចទៅម្ដងទៀតដោយសារខ្ញុំអត់ចាំលេខហើយពេលវាចេញអញ្ចឹងវាតម្រូវយើងដាក់ម្ដងទៀតតែអត់អីទេយើងចាំអីយើងអត់មានអីពិបាកទេយើងធ្វើដូចតើកមុនមកដោយសារអត់ចាំលេខអញ្ចឹងគឺពេលយើងមកឆែកលេខឲ្យចូលវិញគឺវាចេញបែបហ្នឹងឲ្យយើងដាក់ម្ដងទៀតតែអត់អីទេយើងដឹងហើយគឺយើងដល់រើសមកនេះភ្លើងសញ្ញាចរាចរណ៍គឺយើងចុចទៅលើរូបហ្នឹងមកហើយយើងចុចទៅទៀតមកហើយទៅលើម៉ូតូអញ្ចឹងគឺយើងរើសតាមម៉ូតូបានណាបងប្អូនគឺអត់មានអីពិបាកទេចង់ចេញនេះទៅលើម៉ូតូទៀតអញ្ចឹងគឺយើងរើសតាមម៉ូតូទៅបានណាបងប្អូនរូបហ្នឹងគឺបងប្អូនខ្លះអាចនឹងចុចអញ្ចឹងហើយនៅតែអត់ចេញអញ្ចឹងគឺយើងចុចមកតើវាស្គាល់គឺវាឲ្យបងប្អូនគឺអីទេសាំងដាក់តនេះទៅសាំងចាំងថ្ងៃនេះគេឲ្យរើសទៀតអញ្ចឹងគឺយើងរើសទៀតមកអត់មានអីពិបាកទេវាអាចនឹងយូរតិចបងប្អូនគេឲ្យយើងរើសរូបអីគឺយើងចុចទៅលើរូបហ្នឹងហើយយើងចុចផ្ទៀងផ្ទាត់មកទៅ
ទៅលើឡានក្រុងយើងចុចទៀតមកនេះបានហើយតែយើងចុចត្រូវគឺវាចេញបែបហ្នឹងហើយអញ្ចឹងគឺយើងចុចបន្តមកដូចតែមុនទេអានេះលេខកូដអញ្ចឹងយើងវាយលេខកូដយើងមក1 2 3 4 5នេះលេខកូដខ្ញុំនេះវាត្រូវហើយយើង verify ជាមួយនឹងលេខទូរស័ព្ទយើងហើយដោយសារមិញខ្ញុំថ្លៃឆែកមើលនេះវាចេញអញ្ចឹងគឺបងប្អូនត្រូវចាំលេខទូរស័ព្ទបើយើងអត់ចាំទេគឺតែចេញទៅគឺវានឹងចេញទៅដែរ54មិនសូវច្បាស់ដែរលេខខ្ញុំមិនសូវចាំទេបងប្អូន54ហើយតែយើងចេញចូលនេះអាចវីដេអូខុសច្រឡំដាក់0បងប្អូនគឺយើងតម្រូវអត់ឲ្យដាក់0ទេគឺយើងលុប0ចេញមក8 2ដង088សាមនេះត្រូវចឹងយើងចុចមកតែដាក់លេខខុសក៏វាអត់ឲ្យទេបងចាំវាផ្ញើលេខមកតែវាផ្ញើមកយើងចុចទៅវាដាក់ឲ្យទេចឹងគឺវាទៅខ្លួនឯងអត់ពីពិបាកទេហើយតែប៉ុណ្ណឹងគឺហើយបងប្អូនទៅលើ Gmail គឺយើងអាចប្រើបានហើយនេះមិញគឺវាអត់ឲ្យទេអញ្ចឹងគឺតែប៉ុណ្ណឹងហើយបងប្អូននេះដើរធម្មតាហើយតែយើង verify អាហ្នឹងហើយគឺវាលេងខូចបងប្អូនយើងប្រើមិនក៏វាអត់ខូចដែរទៅលើយើង verify លេខចឹងហើយគឺវាហើយគឺយើងប្រើបានរហូតហើយវីដេអូខ្ញុំគឺមានតែប៉ុណ្ណឹងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយ like និង subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំអរគុណ